ពិបាករកការងារធ្វើជាងគេនៅក្នុងស្រុកអាមេរិកពេលដែលបងប្អូនខូច credit ហ្នឹងហើយពិបាករកការងារខ្លាំងណាស់ពុកម៉ែបងប្អូនចឹងបងប្អូនដែលបានមករស់នៅក្នុងទឹកដីអាមេរិកជាពិសេសជនជាតិខ្មែរយើងក្រែងលោកបងប្អូនទៅមករស់នៅថ្មីអត់ដឹងពីច្បាប់ទម្លាប់នៅក្នុងទឹកដីសហរដ្ឋអាមេរិកបងប្អូនគួរតែទស្សនាវីដេអូមួយនេះព្រោះថា admin ចង់ចែកចំណេះដឹងក៏ដូចជាព័ត៌មានខ្លះៗទាក់ទងនឹងបទពិសោធន៍ដែលយើងរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកពុកម៉ែបងប្អូនពេលដែលបងប្អូនមកដល់គឺត្រូវតែរក្សា credit មានន័យថាយើងត្រូវតែគោរពនៅច្បាប់ក៏ដូចជាបញ្ហាទាក់ទងនឹងផ្លូវច្បាប់មួយចំនួនដែលបងប្អូនគួរតែយល់តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បី build credit របស់យើងឲ្យល្អទី1ពុកម៉ែបងប្អូនពេលដែលមករស់នៅក្នុងទឹកដីអាមេរិកបងប្អូនត្រូវតែចាយ credit និងចាយ credit មានន័យថាយើងតាក់ទងទៅកាន់ bank ទៅកាន់ធនាគារមួយណាដែលពុកម៉ែបងប្អូនចង់ប្រើនឹងឲ្យយើងបើកកងធនាគារណាហ្នឹងទៅមាន saving មាន checking អីចឹងទៅឲ្យបងប្អូនចាយ credit ប្រាំគេថាយើងចង់ចាយ credit ចឹងទៅគេនឹងឲ្យមកយើងហើយបងប្អូនចាយក្នុងមួយខែអស់ប្រមាណតាមបែងគេទម្លាក់ឲ្យមកយើងអញ្ចឹងណាពុកម៉ែបងប្អូនធ្វើម៉េចសន្សំបន្ទុកនោះឲ្យបានល្អអញ្ចឹងទៅពេលដែលបងប្អូនមានបន្ទុកល្អចាប់ពី600ទៅដល់800គេហៅ excellent credit ណាពុកម៉ែបងប្អូនអញ្ចឹងពេលដែលបងប្អូនត្រូវការទិញឡានទិញអីមិនបាច់មានលុយទាំងដុលដល់ទិញទេបើសិនបើគេឆែកមើលឃើញថា credit របស់បងប្អូនល្អមានន័យថាពុកម៉ែបងប្អូនអាចទៅទិញឡានគឺចាយលុយពី credit របស់បងប្អូននឹងចាំយើងធ្វើការបានរកលុយបានចាំយើងសងអញ្ចឹងណាបើសិនជាគេឲ្យយើងឧទាហរណ៍ថាក្នុងមួយខែគេឲ្យយើង$3,000នឹងគេតម្លាក់ក្នុងcredit ឲ្យយើងចាយទៅពុកម៉ែបងប្អូនចាយអស់$3,000នឹងហើយយើងបង់សងទៅគេវិញណាក្នុងមួយខែនឹងគេឲ្យយើងបង់ប្រមាណយើងបង់តាមនឹងទៅតែបើយើងចង់ដាច់យើងបង់ឲ្យច្រើនទៅវាគ្រប់$3,000នឹងគេនឹងតម្លាក់លុយថ្មីមកឲ្យយើងទៀតដើម្បីឲ្យយើងចាយអញ្ចឹងបងប្អូនត្រូវបង់សងទៅគេរហូតអានឹងជាចំណុចល្អមួយពុកម៉ែបងប្អូនហើយមួយទៀតពុកម៉ែបងប្អូនត្រូវតែរៀនបើកបរហ្នឹងហើយនៅក្នុងស្រុកអាមេរិកនេះមកដល់ហើយបងប្អូនត្រូវតែទៅកាន់សាលាបើកបរណាមួយដើម្បីប្រឡងយក permit មុនដំបូងយើងត្រូវគូស permit ហ្នឹងហើយតាក់ទងនឹងការប្រឡងអំពីច្បាប់ចរាចរណ៍ទូទៅក្នុងទឹកដីសហរដ្ឋអាមេរិកជាភាសាអង់គ្លេសពុកម៉ែបងប្អូនអត់មានឃើញភាសាវៀតណាមភាសាចិនអីគេមានបកប្រែហ្នឹងហើយតែអត់មានភាសាខ្មែរយើងមានតែភាសាអង់គ្លេសអញ្ចឹងបងប្អូនដែលចេះអង់គ្លេសគឺមានភាពងាយស្រួលតែវារៀងពិបាកបន្តិចសម្រាប់ពុកម៉ែបងប្អូនដែលអត់ចេះអង់គ្លេសអញ្ចឹងព្យាយាមទៅពុកម៉ែបងប្អូនព្យាយាមទៅដើម្បីបានpermit ហ្នឹងពេលដែលបងប្អូនជាប់ permit ហ្នឹងហើយបងប្អូនអាចទៅរៀនជាមួយសាលាគេផ្ទាល់ហ្នឹងរៀនបើកបរក្នុងមួយថ្ងៃយ៉ាង1ម៉ោងឬក៏2ម៉ោងអញ្ចឹងណាតាមដែលពុកម៉ែបងប្អូនទៅរៀនបើកបរតាមផ្លូវតូចផ្លូវអីអញ្ចឹងទៅសាលាគេប្រាប់យើងអំពីច្បាប់ចរាចរណ៍ត្រូវបើកយ៉ាងម៉េចត្រូវគោរពច្បាប់ចរាចរណ៍យ៉ាងម៉េចវាយចែងយ៉ាងម៉េចហ្នឹងហើយគឺគេបង្រៀនយើងគ្រប់បែបគ្រប់យ៉ាងបន្ទាប់ពីគ្រូគេមើលថាកូនសិស្សនឹងអាចបើកបរបាន80ទៅ90% ហើយគេនឹងសួរកូនសិស្សថាយូឯងចង់ប្រឡងយក license អត់បើសិនជាប្រឡងគេនឹងដាក់ថ្ងៃគេនឹង appointment ជាមួយយើងដើម្បីរើសថ្ងៃដើម្បីប្រឡងយក driver license ហ្នឹងហើយបើសិនជាបងប្អូនបើកជាប់ទៀតគេនឹងឲ្យ driver license យើងបានសម្រាប់បើកបរបន្ទាប់ពីបាន driver license ហើយបងប្អូនត្រូវរកឡានទិញឡានអញ្ចឹងទៅទិញឡានហើយមិនអាចបើកបានទេណាពុកម៉ែបងប្អូននៅធ្វើរឿងមួយទៀតពុកម៉ែបងប្អូនត្រូវតែទិញធានារ៉ាប់រងឡានហ្នឹងគេហៅ insurance នៅក្នុងស្រុកខ្មែរយើងណាគឺធានារ៉ាប់រងឡាននឹងឯងដើម្បីមានសិទ្ធិបើកបរនៅលើដងផ្លូវបើសិនជាអត់ធានារ៉ាប់រងទេគឺប៉ូលីសគេចាប់ហើយគេឆោចគេផាកពីនៅយើងហើយពុកម៉ែបងប្អូនហើយរឿងដែលសំខាន់ចុងក្រោយជាងគេបងអស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះបងប្អូនត្រូវតែរក្សា credit មានន័យថាតម្លៃរបស់ខ្លួនយើងឲ្យបានខ្ពស់កុំប្រព្រឹត្តនៅអំពើពាលាអាវ៉ាសែមានន័យថាសេពនៅគ្រឿងញៀនឬក៏មានទោសទណ្ឌជាប់ពន្ធនាគារលក្ខណៈដោយប្រការផ្សេងជាពិសេសគឺក្នុងពេលបើកបរនឹងពុកម៉ែបងប្អូនឧទាហរណ៍ថាបងប្អូនធ្លាប់ផឹកស្រានៅក្នុងស្រុកខ្មែរបើកបរដោយសេរីពេលដែលមកដល់ស្រុកអាមេរិកហើយកែងលោផ្លេចខ្លួនណាពុកម៉ែបងប្អូនតែស្រាប់តែផឹកស្រាពីពិធីជប់លៀងឬកន្លែងខួបកំណើតឬក៏ហាងហើយ
จับดามลางลานบากลานมาตามดองเพลนั่งปงมาปนสรกนี้ไปเรียกกรบกันแรงให้เลือนหน้าบางปนแต่บากลานกิเคยเรเนาไปมกจังโดยนักน้องวิดีโอจังบากเรตช่วยบากเรตสนามนั่งคือเนี่ยถวยดำน้าโดยชนิดกีนังคอจะไปเรียกที่คอจะนานวันมาแพลดแต่ใบตีจะปรามาตีไปเรียกมาดองแล้วปงมาปนเปลี่ยนมาดอกก็จับใบเพลิงยึงเอาอาบตะคางนะอาบตะคางไอ้จับน้ำเอายึงพร้อมบางขนมการอันในถ้าเปลี่ยนกี่เราเคยได้ยึงเมียนเจียดสวังให้บากบออันนั้นวีบ่มเปลี่ยนฉบับเก๋ปกไม้บางโพนกี่เฮาไวเล่นล้อเนาะบ่มเปลี่ยนแต่เลยฉบับจังปกไม้บางโพนอาจรองในกาพระปีในบาสันเจียดงนเป็นแต่ยังพักสรานังให้บากลานสวังต้องบกเก๋นะโคลานด้วยก็สลับมันเนื้อเปลี่ยนกี่เราเคยได้ยึงเป็นเจียดสวังอันนั้นอาจเปลี่ยนกี่ดอกบันบากบอยังมันอ้อยบากบอมวยชีวิตก็มีนได้นักน้องสระอัมเรปกไม้ปนปกไม้บางปนได้ช้ำท่าตะกี้ดอบันบากบอนังให้ปกไม้บางปนโดสลับมือจมเฮียงคลวนจังอดอายเตอหน้าบอลเตปกไม้บางปนคือเตอเธอก้าก็ยังเตาการลานเติมตีแปดก็ยังเตาการลานเตอจุบเลี้ยงก็ยังเตาการลานเตาหกไม้เตี้ยมัดเพชรก็ยังเตาการลานมันดาบานได้หน้าปกไม้บางปนโดยน้องวินโอปกไม้บางปนคือไงแอดมินบักปีกับไล่มวยแต่กับไล่มวยสังทา5-60 กิโลนะไอ้แต่ขมายยังเหมือนเนื้อพุ่มจอบนี่นะมวยเนื้อเล็กมวยเนื้อกาดมวยเนื้อเชิงมวยเนื้อตะโบงนั่งไงจังปีกับเลียดแต่มวยแต่มวยแบบพวกไม้บางปนดาอัดเล็กกับละมองอัดเล็กเติมมองนั่งไงรอบดาวแต่นั่งจอบแบบใครแต่เจ้าพวกไม้บางปนดาไม่ไว้ได้ไปซะนั่นคือยืนตราการปราลานเติมกันไล่ถวยกาบาสันจะกี่ห้ามยังมันเอายังบากลาไหนปกไม้บางปนแต่เรากางเงินนะถือไอ้กระแรงกางเงินต้องเป็นแต่ยังสัมเพียนังที่ซัวยังแต่โตนังการถวยดำน้าตั้งเตี้ยนะที่ซัวถ้าอยู่ไอ้หมกนี่หมกบากลาในโคลนไอ้ด้วยก็เมียนเกยจุนนั่งไงที่ส่วนจังมันอดแฮดพอแล้วนะปกไม้ปนเกยจังดังไทยยังจะบากลานั่นไปยังจะบากลานังយើងអាចទៅធ្វើការទៀងទាត់គ្រប់ពេលវេលាទៅគេអត់យឺតការងារគេដំណើរការងារគេវាល្អបើមិនយើងអត់ទេអានឹងគេមិនចង់បានយើងប្រមាណទេពុកម៉ែបងប្អូននេះជាបញ្ហាខ្លះដែលពុកម៉ែបងប្អូនទៅមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកនិយាយខុសសហរដ្ឋអាមេរិកថ្មីពុកម៉ែបងប្អូនគួរតែយល់ដឹងពុកម៉ែបងប្អូនអាចមានរស់នៅណាជិត10 ឆ្នាំហើយពុកម៉ែបងប្អូនហើយបងប្អូនខ្មែរយើងជាច្រើនគាត់មានកំណត់ល្អគាត់តែងតែប្រាប់ដូចអាចមាននិយាយនៅក្នុងវីដេអូអញ្ចឹងណាពុកម៉ែបងប្អូនគឺមកដល់ហើយទៅតែធ្វើរឿងទាំងអស់ហ្នឹងដើម្បីបានឯកសារក៏ដូចជាដើម្បីយើងអាចចេះបាក់ឡានបាក់អីទៅយើងអាចទៅកន្លែងធ្វើការងារបាននៅស្រុកនេះគេអត់មានពេលណាទនេជូនយើងទៅគ្រប់តែកន្លែងឯណាពុកម៉ែបងប្អូនហ្នឹងអត់មានពេលទេគេរវល់រៀងខ្លួនប្តីប្រពន្ធធ្វើការឆ្លាស់គ្នារហូតអត់មានពេលជូនគ្នាអត់មានពេលទនេអីនិយាយគ្នាទេពីកន្លែងមួយទៅកន្លែងមួយពីមួយថ្ងៃទៅមួយថ្ងៃគឺធ្វើការដើម្បីរកលុយរហូតពុកម៉ែបងប្អូនអត់មានពេលទនេទេអញ្ចឹងបានអ្នកនៅស្រុកអាមេរិកលុយច្រើនដោយសារតែគេអត់ទនេណាហើយអ្នកនៅស្រុកខ្មែរយើងអត់លុយដោយសារតែមានពេលទនេច្រើនពេកហ្នឹងហើយវីដេអូមានតែប៉ុណ្ណឹងហើយពុកម៉ែបងប្អូនហ្នឹងហើយខុសឆ្គងយ៉ាងណាមេត្តាអធិស្ឋានអភ័យទោសហើយចាំជួបគ្នាវីដេអូក្រោយទៀតអរគុណច្រើនសុខសប្បាយទាំងអស់គ្នាបាយបាយ